ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើអាហារសម្រន់មួយមុខដែលមានឈ្មោះថាចាចាំងតក់ពូគីចាគ្រឿងផ្សំមានដូចខាងលើជាដំបូងយើងយកប្រហិតយើងមកចាចិតជារាងត្រីកោណចាបងប្អូនអាចហាន់វាបែបណាក៏បានដែរទៅតាមចំណង់ចំណូលចិត្តចាបន្តមកទៀតគឺនាងខ្ញុំប្រាក់ដើមខ្ទឹមធំមួយដើមយើងជ្រៀកវាជា2រួចហាន់វារាងស្តៀងនឹងតក់របស់យើងដែរហ្នឹងចាការ៉ុតចាហាន់វាស្ដើងមកបន្តមកទៀតគឺស្ពៃក្តោបយើងធ្វើដូចគ្នាចាហាន់វាល្អិតមកចានាងខ្ញុំដាក់ប្រេងឆា1ស្លាបព្រាបាយខ្ទឹមចិញ្ច្រាំបន្តិចចាយើងឆាវាឲ្យឡើងឈ្ងុយមកចាំដាក់បន្លែយើងចូលចាដោយសារតែវាគោកពេកគឺនាងខ្ញុំដាក់ទឹកបន្តិចកុំឲ្យខ្លោចខ្ទះចាយើងឆាបន្លែយើងឲ្យសពបល្មមហើយយើងដាក់ម្សៅចាចាំងរបស់យើងហ្នឹងចូលដែលនាងខ្ញុំប្រើចំនួន5ស្លាបព្រាបាយចាទឹកកន្លះលីត្រយើងដាក់វាចូលហើយយើងមកងាស់វាទៅនាងខ្ញុំដាក់ស្ករស1ស្លាបព្រាបាយចាដោយសារតែវាជាប្រភេទអាហារសម្រន់ចាអញ្ចឹងរៀងផ្អែមបន្តិចបានមានរសជាតិឆ្ងាញ់ចានេះខ្ញុំដាក់តក់យើងចូលហើយនឹងប្រហិតយើងដែលយើងបានហាន់រួចហ្នឹងដាក់វាចូលរំងាស់វាឲ្យវាចាឲ្យវាឡើងឆ្អិនល្អចាគោកបែបហ្នឹងមកគឺបានន័យថាវាចិត្តចាល្មមនឹងអាចបិទហ្គាសបានហើយចាចុងក្រោយហ្នឹងគឺនាងខ្ញុំប្រើល្ង1ស្លាបព្រាបាយចាយើងរោយល្ងយើងពីលើមកចាឃើញថាតក់ពុកគីយើងហ្នឹងគឺរួចរាល់ហើយចាយើងអាចដួសដាក់ចានបានចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំ